Đọc nhé. Vàថ្ងៃនេះយើងនឹងបន្តការសិក្សារបស់យើងទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ទម្រង់ការ present perfect បាទយើងមកសិក្សាអំពីទម្រង់មកវាហើយថ្ងៃនេះយើងនឹងរៀនអំពីរបៀបនៃការប្រើប្រាស់ទម្រង់ការ present perfect បាទអញ្ចឹងការប្រើប្រាស់របស់ទម្រង់ការ present perfect យើងនឹងមានលក្ខណៈយ៉ាងម៉េចយើងនឹងយល់ទាំងអស់គ្នានៅក្នុងមេរៀននៃគ្រូបញ្យលបាទឥឡូវយើងចាប់ផ្ដើមចូលមកក្រោមមកបាទគេថាជា we use this stand for unfinished and finished action បាទយើងប្រើប្រាស់ទម្រង់ការនេះគឺការ present perfect ហ្នឹងយើងប្រើប្រាស់ទម្រង់ការហ្នឹងគឺថាយើងប្រើប្រាស់ទម្រង់ការ present perfect សម្រាប់សកម្មភាពដែលត្រូវបានបញ្ចប់និងសកម្មភាពអត់ទាន់បានបញ្ចប់ទេបាទការសកម្មភាព present perfect សម្រាប់សកម្មភាពបញ្ចប់មិនសកម្មភាពដែលមិនទាន់បញ្ចប់យ៉ាងម៉េចឥឡូវយើងចាប់ផ្ដើមចូលដល់សកម្មភាពដែលមិនទាន់បានបញ្ចប់អង់គ្លេសថា unfinished action យើងប្រើប្រាស់ទម្រង់ការ present perfect ជាមួយនឹងសកម្មភាពដែលអត់ទាន់បានបញ្ចប់ឥឡូវយើងមើលនិយមន័យរបស់គេគេថាម៉េចដែរនិយមន័យគេឆ្លើយថា we use this tense when we want to talk about unfinished actions or states or habits that started in the past and continue to the present បាទយើងប្រើប្រាស់ទម្រង់ការ present perfect នេះ this tense នេះគឺស្មើពាក្យថា present perfect ណាយើងប្រើប្រាស់ទម្រង់ការ present perfect នៅពេលដែលយើងចង់និយាយអំពីសកម្មភាពដែលមិនទាន់បានបញ្ចប់បាទ unfinished ហ្នឹងអត់ទាន់បានបញ្ចប់ទេឬក៏ស្ដីរាយការណ៍មួយដែលអត់ទាន់បានបញ្ចប់ឬក៏ជាទម្លាប់ឬក៏ជាសកម្មភាពទម្លាប់ដែលអត់ទាន់បានបញ្ចប់ដែលបានចាប់ផ្ដើមនៅក្នុងអតីតកាលហើយបន្តនៅពេលបច្ចុប្បន្នបាទអញ្ចឹងមានន័យថាយើងប្រើប្រាស់ទម្រង់ការ present perfect សម្រាប់សកម្មភាពដែលអត់ទាន់បានបញ្ចប់មានន័យថាកាលពីអតីតកាលគឺយើងមានសកម្មភាពទី1មកដល់ពេលបច្ចុប្បន្ននេះយើងនៅតែមានសកម្មភាពនឹងដដែលអញ្ចឹងគេប្រើ present perfect ដើម្បីបញ្ជាក់ពីសកម្មភាពពីអតីតកាលមកដល់ពេលបច្ចុប្បន្នដែលមិនទាន់បានបញ្ចប់ Usually we use it to say how long and missing or for we often use stative verbs បាទជាទូទៅយើងប្រើប្រាស់វាដើម្បីនិយាយអំពីរយៈពេល how long រយៈពេលយូរប៉ុន្តែនៅតែបន្តមកដល់ពេលបច្ចុប្បន្នហើយយើងតែងតែប្រើយើងចាំបាច់តែប្រើជាមួយនឹង sin នេះមានថាចាប់តាំងពី sin នេះចាប់តាំងពី for ពេលនេះមិនមែនបកប្រែថាសម្រាប់ទេ for ពេលនេះបកថារយៈពេលកាលណា for ហើយនឹង sin ប្រើជាមួយនឹងpresent perfect អញ្ចឹង for មានន័យថារយៈពេលហើយ sin គឺមិនមានន័យថាsin នេះយើងបកប្រែថាចាប់តាំងពីបាទជាទូទៅយើងប្រើជាមួយនឹង stative verb អញ្ចឹង stative verb ជាកិរិយាសព្ទម្យ៉ាងដែលសម្រាប់ការរាយការណ៍ទេបាទយើងនឹងយល់វានៅពេលមេរៀនខាងក្រោយចឹងយើងមកឧទាហរណ៍ខាងក្រោមមើលរបៀបនៃការប្រើប្រាស់វាវិញយើងនឹងស្គាល់អំពី stative verb action verb ក៏អាចប្រើជាមួយនឹង present perfect ហើយ stative verb ក៏ប្រើជាមួយនឹង present perfect ដែរដូចគ្នាដូច្នេះអ្នកនរគ្នាកុំខ្វល់អំពី stative verb ខ្វល់អំពីរបៀបនៃការប្រើប្រាស់របស់ present perfect អញ្ចឹង present perfect ត្រូវបានគេប្រើប្រាស់ជាមួយនឹងសកម្មភាពដែលអត់ទាន់បានបញ្ចប់នោះសំដៅសកម្មភាពពីអតីតកាលមកដល់ពេលបច្ចុប្បន្នដូចគេមានថា I've known Korean since 1994នេះគេណា I've known Korean since 1994មានថាខ្ញុំបានស្គាល់ Korean ហ្នឹងចាប់តាំងពីឆ្នាំ1994មកម្ល៉េះអញ្ចឹងយើងក៏ស្គាល់យើងក៏ទទួលស្គាល់ចាំពីឆ្នាំ1994មកដល់ពេលឥឡូវនេះក៏យើងនៅតែទទួលស្គាល់ដែរបាទអញ្ចឹងមានថាយើងទទួលស្គាល់យើងបានស្គាល់នឹងរាប់អាន Korean ហ្នឹងចាប់តាំងពីឆ្នាំ1994អញ្ចឹងការរាប់អាននិងស្គាល់គ្នាតាំងពីឆ្នាំហ្នឹងតែម្ដងមកដល់បច្ចុប្បន្ននេះគឺនៅតែស្គាល់ដដែលអូខេឥឡូវចាប់ផ្ដើមមើលឧទាហរណ៍មួយទៀតគេថា She's lived in London for 3 years នាងបានរស់នៅក្នុងទីក្រុង London រយៈពេល3ឆ្នាំហើយបាទ She's lived in London for 3 years នាងបានរស់នៅក្នុងទីក្រុង London រយៈពេល3ឆ្នាំហើយអញ្ចឹងរយៈពេល3ឆ្នាំហ្នឹងមានន័យថាកាលពីឆ្នាំគេដឹងថាឆ្នាំណាមិនដែលមកដល់ពេលបច្ចុប្បន្ននេះគឺរយៈពេល3ឆ្នាំហើយដែលនាងបានរស់នៅអញ្ចឹងឥឡូវនេះនាងក៏កំពុងតែរស់នៅដែរអញ្ចឹងការរស់នៅក្នុងទីក្រុងរបស់នាងគឺតាំងពីរយៈពេល3ឆ្នាំមុនមកដល់ពេលបច្ចុប្បន្ននេះនៅតែរស់នៅដូចគ្នាអញ្ចឹងបានគេប្រើប្រាស់ទម្រង់ការ present perfect យើងចាំថា present perfect ប្រើសម្រាប់សកម្មភាពពីអតីតកាលមកដល់ពេលបច្ចុប្បន្នដែលអត់ទាន់បានបញ្ចប់នៅតែប្រព្រឹត្តនៅកំពុងធ្វើនៅបច្ចុប្បន្នដដែលអូខេឥឡូវយើងមើលឧទាហរណ៍ទី2គេនិយាយថា I worked here for 6 months ខ្ញុំបានធ្វើការនេះរយៈពេល6ខែហើយគេ I worked
here for 6 months ខ្ញុំបានធ្វើការនេះរយៈពេល6ឆ្នាំ6ខែហើយអញ្ចឹងធ្វើការនៅកន្លែងហ្នឹងគឺ6ខែឥឡូវយើងនៅតែធ្វើការនឹងដដែលយើងអត់ទៅណាឆ្ងាយទេអញ្ចឹងបានគេប្រើទម្រង់ការ present perfect តែបើយើងប្រើ past simple សកម្មភាពចប់ហើយដូចគេនិយាយថា I worked here for 6 months មានថាខ្ញុំបានធ្វើការរយៈពេល6ខែបើកន្លែងហ្នឹងវាជាអតីតកាលមានថាខ្ញុំបានបញ្ចប់ការងាររបស់ខ្ញុំរយៈពេល6ខែនៅទីនេះហើយឥឡូវខ្ញុំធ្វើការងារថ្មីហើយប៉ុន្តែសម្រាប់នៅពេលដែលយើងប្រើទម្រង់ការ present perfect នៅទីនេះ6ខែមុនខ្ញុំធ្វើការងារនៅទីនេះឥឡូវខ្ញុំធ្វើការងារទីនេះដែរអញ្ចឹងបានគេប្រើទម្រង់ការ present perfect អញ្ចឹង present នេះប្រើសម្រាប់សកម្មភាពដែលពីអតីតកាលតមកពេលបច្ចុប្បន្នដែលអត់ទាន់បានបញ្ចប់តែសកម្មភាពអតីតកាល past simple គឺបានបញ្ចប់ក្នុងអតីតកាលរួចហើយដល់ពេលបច្ចុប្បន្ននេះគឺវាលែងកាត់ឡើងទៀតហើយគឺបានបញ្ចប់វាមានថាអតីតកាលរបស់ខ្ញុំគឺខ្ញុំបាននៅទីនេះតែពេលបច្ចុប្បន្នខ្ញុំបានរស់នៅទីនេះទេប៉ុន្តែកាលណាយើងប្រើ present perfect នេះមានថាសកម្មភាពដែលខ្ញុំកំពុងរស់នៅនេះពីអតីតកាលមកដល់ពេលបច្ចុប្បន្នខ្ញុំក៏កំពុងរស់នៅដែរអូខេឥឡូវចាប់ផ្ដើមមើល for instance Were you seen with the fixed term in the past 2004 April 23rd last year ឃើញទេគេថាយើងប្រើប្រាស់ seen ជាមួយនឹងពេលវេលាដែលជាក់លាក់មួយក្នុងអតីតកាលដូចជា2004ខែមេសាថ្ងៃទី23 last year កាលពីឆ្នាំមុន The fixed time that be at the action which in the past simple since I was at school since I arrived បាទឃើញទេថាយើងប្រើប្រាស់ since ជាមួយនឹងពេលវេលាដែលជាក់លាក់ក្នុងអតីតកាលបាទនឹងយើងអាចប្រើ since បានបាទ since fixed time ជាមួយពេលវេលាដែលជាក់លាក់ក៏អាចត្រូវបានគេប្រើប្រាស់ជាមួយសកម្មភាពផ្សេងទៀតដែរដែលស្ថិតនៅក្នុង past simple អញ្ចឹងមានថា since វាអាចបូកជាមួយនឹងពេលវេលា since វាអាចបូកជាមួយនឹង since 2024 since 2024 April 23ក៏បានហើយ since ក៏អាចសរសេរជារបៀបចេះក៏បានដែរ since ក៏ក្រោយវាអាចមាន subject ប៉ុន្តែខាង since ក៏ក្រោយវាមាន subject ប៉ុន្តែក៏ត្រូវមាន past simple ដូចជា I think I was at school since I arrived ចាប់តាំងពីខ្ញុំមកដល់សាលាចាប់តាំងពីខ្ញុំមកដល់ទីនេះអញ្ចឹងក្រោយ since គឺត្រូវតែមាន past simple នេះក្រោយ since ត្រូវតែមាន past simple នេះ verb past អញ្ចឹងក្រោយ since គឺត្រូវតែមានអតីតកាលអញ្ចឹង verb past ហើយបើយើងចង់ដាក់បើយើងអាចចង់សរសេរជាប្រយោគចេះទេបើយើងចង់សរសេរជាប្រយោគចេះទេយើងអាចសរសេរថា since 2024ក៏បានបាទ since 2008ក៏បានឬក៏យើងអាចសរសេរ since បើសិនសេជយើងចង់បញ្ជាក់ជាប្រយោគចាប់តាំងពីខ្ញុំនៅដល់សាលា since I was at school ចាប់តាំងពីខ្ញុំនៅផ្ទះ since I was at home បាទ since I was at hotel ចឹងទៅចាប់តាំងពីខ្ញុំនៅសន្តាគារចាប់តាំងពីខ្ញុំនៅផ្ទះចឹងទៅ since I arrived ចាប់តាំងពីខ្ញុំមកដល់ since I work ចាប់តាំងពីខ្ញុំធ្វើការប៉ុន្តែខាងក្រោយវាត្រូវតែមានជា verb past simple ឥឡូវយើងមើលឧទាហរណ៍ខាងក្រោមមកគេសរសេរថា I know Sam since 1992បើថាខ្ញុំបានស្គាល់ Sam ចាប់តាំងពីឆ្នាំ1992អញ្ចឹង since នេះគឺក្រោយវាត្រូវតែមានអីគេដែរត្រូវតែមានឆ្នាំរបស់វាបាទហើយយើងមើលខាងក្រោមទៀត I like chocolate since I was a child ខ្ញុំចូលចិត្តសូកូឡាចាប់តាំងពីខ្ញុំនៅក្មេងអញ្ចឹងក្រោយ since អាចមានរយៈពេលជាឆ្នាំដល់ច្បាស់លាស់ក្រោយ since អាចមានជាប្រយោគប៉ុន្តែប្រយោគហ្នឹងគឺផ្ដោតទៅលើអតីតកាលបាទត្រូវតែមានអតីតកាលបាទ we use សំទោស she been here since 2 pm នាងបានមកដល់ទីនេះរយៈពេល2ម៉ោងហើយអញ្ចឹងនាងបានមកដល់នេះដល់2ម៉ោងមានថានាងបានរងចាំនៅទីនេះរយៈពេល2ម៉ោងហើយអញ្ចឹងឥឡូវក៏នាងនៅតែនៅនឹងដដែលបាទគាត់នេះមានថាខ្ញុំចូលចិត្តញ៉ាំសូកូឡាមានថាចាប់តាំងពីតូចមកខ្ញុំចូលចិត្តញ៉ាំសូកូឡាឥឡូវហ្នឹងធំឡើងក៏ខ្ញុំចូលចិត្តញ៉ាំដែរព្រោះខ្ញុំចូលចិត្តវាតូចមកអញ្ចឹងដល់ធំខ្ញុំតែចូលចិត្តទៀតដល់ពេលនេះវិញគឺខ្ញុំបានស្គាល់ Sam ចាប់តាំងពីឆ្នាំ1992ដល់ពេលបច្ចុប្បន្ននេះក៏យើងនៅតែស្គាល់ Sam ដែរបាទអញ្ចឹងយើងប្រើប្រាស់ទម្រង់ការ present perfect ជាមួយនឹង since ហើយនឹង for since បញ្ចប់ពីរយៈពេលដ៏ច្បាស់លាស់បាទនៅឆ្នាំណាខែណាកាលពីណាឯណាគឺជាមួយ since ហើយយើងប្រើ present perfect ដើម្បីបញ្ជាក់ពីសកម្មភាពមួយដែរពីអតីតកាលតមកដល់ពេលបច្ចុប្បន្នឥឡូវយើងមើលខាងក្រោមទៀតជាមួយ for we use for with the period time យើងប្រើប្រាស់ for ជាមួយនឹងចន្លោះពេលដូចជា 2 hour 6 years 6 months ដូចជា2ម៉ោង3ឆ្នាំឬក៏6ខែបាទដូចជា I known Julie for 10 years ខ្ញុំស្គាល់ Julie រយៈពេល10ឆ្នាំហើយអត់ដឹងតែឆ្នាំណាតាំងពីកាលណាមកណាដែលដឹងថារយៈពេលដែលខ្ញុំគឺរយៈពេលដែលខ្ញុំស្គាល់ហ្នឹងគឺរយៈពេល10ឆ្នាំហើយបាទ10ឆ្នាំហើយបាទជាងគេគិតពីរយៈពេលកាលណាគេ for គឺផ្ដោតទៅលើរយៈពេល for 10 year រយៈពេល10ឆ្នាំអត់ដឹងទៅឆ្នាំណាទេ
ដឹងឆ្នាំណាទេតែដឹងថាមកដល់ពេលឥឡូវនេះគឺ10ឆ្នាំដែលខ្ញុំស្គាល់ Julie យើងមកមួយទៀតគេថា I've been hungry for hours ខ្ញុំឃ្លានច្រើនម៉ោងហើយ I I've been hungry for hours ខ្ញុំឃ្លានច្រើនម៉ោងចាំមានថាយើងឃ្លានខ្លាំងមែនទែនហើយយើងទុកឲ្យកាពះរបស់យើងស្រែកឃ្លានហ្នឹងជាច្រើនម៉ោងហើយតាំងពីពេលណាតែឥឡូវហ្នឹងគឺយើងនៅតែឃ្លានដដែលឥឡូវយើងនៅតែឃ្លានដដែល We had a cold for a week យើងមានការគុណក្តៅហ្នឹងគុណក្តៅជាងរយៈពេលមួយសប្តាហ៍ហើយសំទោស She had a cold for a week នាងមានអាការៈក្តៅខ្លួនរយៈពេលត្រជាក់រយៈពេលមួយសប្តាហ៍ហើយអញ្ចឹងឥឡូវហ្នឹងក៏នៅមួយសប្តាហ៍មុនត្រជាក់មកដល់ពេលឥឡូវនេះគឺត្រជាក់ទៀតអញ្ចឹងមានថាតែយើងប្រើ present perfect បញ្ជាក់ពីសកម្មភាពពីអតីតកាលមកដល់ពេលបច្ចុប្បន្នមានថា She had a cold for a week មាននាងបានផ្ដាសាយរយៈពេលមួយសប្តាហ៍ហើយវាជាបកស្រាយនាងផ្ដាសាយរយៈពេលសប្តាហ៍អញ្ចឹងសប្តាហ៍នេះគឺជាសប្តាហ៍ដែលនាងត្រូវតែផ្ដាសាយថែមទៀតបាទអញ្ចឹងសកម្មភាពនៅអត់ទាន់បានបញ្ចប់ទេបាទនេះគឺជាសកម្មភាពរបៀបនៃការប្រើប្រាស់ទម្រង់ការ present perfect គឺសកម្មភាពទី1ដែលអ្នកនរគ្នាត្រូវចងចាំគឺសកម្មភាពបញ្ជាក់ពីអត់ទាន់បញ្ចប់សកម្មភាពមានថាពីអតីតកាលមកដល់ពេលបច្ចុប្បន្ននៅតែមានដដែលអត់មានការផ្លាស់ប្ដូរទេបាទហើយយើងត្រូវចាំថាកាលណាយើងប្រើជាមួយ present perfect ប្រើជាមួយនឹង since និងនឹង for បើ present ប្រើជាមួយនឹង since គឺបញ្ជាក់ពេលវេលាច្បាស់លាស់ថាចាប់តាំងពីឆ្នាំណាហើយក៏ since ក៏អាចមានជា sentence ជាប្រយោគដែរប៉ុន្តែប្រយោគត្រូវតែមាន verb past អតីតកាលបាទដូចជាគេនិយាយ she live in London ដូចជាឧទាហរណ៍ថា she I like chocolate since I was child មានថាខ្ញុំបានចូលចិត្តសូកូឡេតចាប់តាំងពីខ្ញុំនៅក្មេងអញ្ចឹង since នេះគឺអាចមានបញ្ជាក់ពីឆ្នាំចាស់ស្ដែងពិតប្រាកដហើយ since នេះគឺបញ្ជាក់អំពីជាប្រយោគដែរថាក្នុងក៏វាទៅប្រយោគតែជា past simple ដូចយើងឃើញស្រាប់អញ្ចឹងបាទអូខេសម្រាប់ for គឺមិនមែនបកប្រែថាសម្រាប់ទេ for គឺយើងបកប្រែថារយៈពេល for ត្រូវបានគេយកមកប្រើប្រាស់នៅក្នុងទម្រង់ការ present perfect ដែលមានន័យថារយៈពេលរយៈពេល2ម៉ោង for 2 hours រយៈពេល3ម៉ោង for 3 hours រយៈពេល10ឆ្នាំ for 10 years ជាច្រើនម៉ោង for hours for a week បាទហើយសកម្មភាពហ្នឹងបញ្ជាក់មួយម្ដងទៀតថាសកម្មភាពកាលណាយើងប្រើជាមួយនឹង present perfect សកម្មភាពពីអតីតកាលមកដល់ពេលបច្ចុប្បន្ននៅតែកើតមានឡើងតែសម្រាប់សកម្មភាព past simple អតីតកាលគឺបានបញ្ចប់ក្នុងអតីតកាលហើយគឺមិនអាចកើតឡើងម្ដងទៀតទេបាទសម្រាប់ការរៀនសិក្សាទម្ងន់របៀបប្រើប្រាស់ទម្រង់ការ present perfect ថ្ងៃហ្នឹងសម្រាប់ step ដំបូងគឺមានប៉ុណ្ណឹងហើយយើងជួបគ្នានៅមេរៀនបន្តអរគុណច្រើនចំពោះការតាមដានការសិក្សាបាទ